ក្នុងវិស័យអនឡាញនិងអបឡាញគឺដូចគ្នាត្រង់ថាមានមនុស្សដែលមានសមត្ថភាពហើយស្មោះត្រង់មួយទៀតមានសមត្ថភាពតែមិនស្មោះត្រង់មួយទៀតមិនមានសមត្ថភាពតែមិនស្មោះត្រង់បងប្អូនតែងតែជួបហើយតែបងប្អូនអត់បានពិនិត្យវិច័យបានច្បាស់សហការជាមួយគេដោយមិនដឹងថាគេមានសមត្ថភាពអត់ស្មោះត្រង់អត់ថ្ងៃណាមួយបងប្អូននឹងជាប់អន្ទាក់របស់គេហើយគេអាចដាក់អន្ទាក់បងប្អូនដោយសារចិត្តរបស់បងប្អូនលោភលន់បាទបើបងប្អូនអត់លោភលន់ទេបងប្អូនជួបអ្នកដៃគូសហការដែលពូកែហើយមានសមត្ថភាពហើយស្មោះត្រង់ទៀតទោះតិចក្តីច្រើនក្តីក៏បងប្អូនទទួលទៅព្រោះនេះគឺជាលំហូរសាច់ប្រាក់មួយដែលទៀងទាត់លំហូរសាច់ប្រាក់មួយដែលមិនធ្វើឲ្យបងប្អូនបរាជ័យ